បាទនេះការចាក់ដីមាត់បន្លាយខាងក្រៅលបងវិទ្យាល័យហ៊ុនសែនអង្គរត្រីបាទដើម្បីជាការសម្អាតបរិស្ថានមួយចំនួនបាទត្រូវបញ្ជានៃការហូរចូលនៅទឹកសំអុយតាមបន្លាយដែលហូរមកពីរោងចក្របាទអញ្ចឹងនេះគឺជាការទប់ស្កាត់ការហូរចូលរបស់ទឹកកខ្វក់បាទហើយក៏ជាការដែលសម្អាតបរិស្ថានខាងមុខមួយដែរបាទអស់100 ឡានជាងហើយបាទប៉ុណ្ណេះអស់100 ឡានជាងហើយបាទចិត្តលិចលបងហើយចិត្តលិចលបងសាលាហើយបាទឥឡូវឡានជាប់ផុងបាទនេះអូយនេះជាប់ផុងហើយពេជ្រផុងបុលផុងកាយជាប់ផុងមួយហើយនេះបុលរុញហើយបុលខ្វះហើយបាទបុលរុញមកហើយបាទរួចជាស្ថាពរបាទមិនទាន់បានពាក់កដាលទេអស់100 ឡាន